ដឹកនាំប្រទេស47ឆ្នាំធ្វើឲ្យសម្ដេចតេជោស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិប្រជាជនបញ្ហាតំបន់និងអន្តរជាតិការដឹកនាំកម្ពុជារយៈពេល47ឆ្នាំរបស់សម្ដេចតេជោ ហ៊ុន សែនដែលបានមកនៅសន្តិភាពការរួបរวมជាតិនិងការអភិវឌ្ឍដូចសពថ្ងៃគឺជាលទ្ធផលដែលបានមកផ្ដល់ជូនប្រជាពលរដ្ឋទូទាំងប្រទេសហើយប្រជាជនទូទាំងប្រទេសក៏បានផ្ដល់នូវសេចក្តីទុកចិត្តគោរពស្រឡាញ់ការគ្រប់គ្រងជូនសម្ដេចនិងគណៈបកប្រជាជនចំពោះការដឹកនាំជាតិសម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាយប់ថ្ងៃទី13មករាបានបង្ហោះសារបញ្ជាក់ពីខួប41ឆ្នាំចូលកាន់តំណែងនាយករដ្ឋមន្ត្រីដែលកាលនោះមានវ័យត្រឹម32ឆ្នាំប៉ុណ្ណោះសម្ដេចតេជោបានបង្ហោះសារយ៉ាងដូចនេះថាស្ទើរតែភ្លេចថ្ងៃនេះគឺជាខួបលើកទី41នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ14មករាឆ្នាំ1985 14មករាឆ្នាំ2026ដែលពេលនោះជានាយករដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេក្នុងពិភពលោកក្នុងវ័យ32ឆ្នាំបន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីការបរទេសខែមករាឆ្នាំ1979ក្នុងវ័យ27ឆ្នាំខែតុលាឆ្នាំ1981ក្នុងវ័យ29ឆ្នាំសម្ដេចតេជោគូបញ្ជាក់ថារយៈពេលបំពេញការងារក្នុងរាជរដ្ឋាភិបាលរយៈពេលជាង44ឆ្នាំនិងនៅព្រឹទ្ធសភាជិត3ឆ្នាំស្របជាង47ឆ្នាំធ្វើឲ្យសម្ដេចស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិនិងប្រជាជនដូចជាបញ្ហាតំបន់និងអន្តរជាតិ